តើអ្នកធ្លាប់ឆ្ងល់ទេថាតើហេតុអ្វីបានជាមនុស្សមួយចំនួនរស់នៅពេញមួយជីវិតដោយមិនមានការរីកចម្រើនហេតុអ្វីបានជាមនុស្សមួយចំនួនទៀតខិតខំប្រឹងធ្វើការស្ទើរតែគ្រប់ពេលវេលាក្នុងមួយជីវិតរបស់ពួកគេប៉ុន្តែត្រូវចាញ់មនុស្សដទៃទៀតដែលធ្វើការងារសំបីតែបន្តិចបន្តួចជាងខ្លួនឬក៏អ្នកកំពុងតែស្ថិតនៅក្នុងចំណោមនៃមនុស្សដែលមិនចេះអភិវឌ្ឍខ្លួនឯងដោយមិនដឹងខ្លួនបើអ្នកមិនចង់ចំណាយពេលវេលាច្រើនឆ្នាំមកទៀតនោះដោយគ្មានការរីកចម្រើននោះអ្នកត្រូវតែស្ដាប់រឿងនេះដោយសារតែទម្លាប់នៃការមិនចេះអភិវឌ្ឍខ្លួនឯងនេះហើយអាចជាអ្វីដែលរារាំងអ្នកភាពជោគជ័យតើអ្នកត្រៀមខ្លួនរួចជាស្រេចហើយឬនៅដើម្បីផ្លាស់ប្ដូរជីវិតរបស់លោកអ្នកបើដូច្នោះសូមស្ដាប់វារហូតដល់ចប់ទាំងនេះគឺជាអកប្បកិរិយាឬគឺជាទម្លាប់ដែលជារឿយៗបង្ហាញពីភាពខ្វះបញ្ញាឬក៏ភាពមិនមានភាពឆ្លាតវៃឬក៏ភាពល្ងងខ្លៅដែលយើងមានទំនោរទោទនជាប្រចាំដែលយើងប្រព្រឹត្តជាប្រចាំថ្ងៃនៅក្នុងជីវិតរបស់ពួកយើងទី1ការគិតថាអ្នកដឹងឬក៏ចេះច្រើនជាងគេបំផុតគឺជាចំណុចនៃការចាប់ផ្ដើមនៃភាពបរាជ័យការគិតថាអ្នកដឹងឬក៏ចេះច្រើនជាងគេបំផុតនោះគឺជាផ្នត់គំនិតដែលរារាំងនៅការអភិវឌ្ឍផ្ទាល់ខ្លួនរបស់អ្នកព្រោះវាជាការរារាំងនៅឱកាសដើម្បីរៀននិងស្ដាប់ពីទស្សនៈរបស់អ្នកដទៃមនុស្សដែលមានអាកប្បកិរិយាបែបនេះតែងតែជឿថាពួកគេតែងតែត្រឹមត្រូវតែងតែល្អជានិច្ចហើយមិនបើកចិត្តចំហដើម្បីស្ដាប់ឬក៏ទទួលយកនៅយោបល់ពីអ្នកដទៃឡើយនេះគឺជាហេតុបណ្ដាលឲ្យមានភាពបរាជ័យនិងភាពឯកាទៅតាមខ្លួនពួកគេជានិច្ចចរិតលក្ខណៈរបស់មនុស្សដែលគិតថាខ្លួនពួកគេដឹងឬក៏ចេះច្រើនជាងគេនោះពួកគេមិនស្ដាប់យោបល់របស់អ្នកដទៃហើយពួកគេជឿថាពួកគេដឹងច្រើនដឹងគ្រប់យ៉ាងគ្រប់គ្រាន់ហើយមិនចាំបាច់ស្ដាប់អ្នកដទៃទៀតទេពួកគេមើលឃើញពីដំបូន្មានអ្នកដទៃថាជាការរិះគន់គឺជាមិនមែនការជួយឲ្យពួកគេរីកចម្រើននោះទេពួកគេអាចបដិសេធគំនិតថ្មីសូម្បីតែនៅពេលដែលពួកគេនឹងទទួលបាននូវផលប្រយោជន៍ក៏ដោយពួកគេមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួនហើយពួកគេតែងតែបន្ទោសអ្នកដទៃជាងទទួលយកនៅកំហុសខុសឆ្គងរបស់ខ្លួនដើម្បីកែប្រែពួកគេមិនដែលព្យាយាមកែប្រែកំហុសឡើយហើយឬក៏រៀននៅអ្វីថ្មីឡើយពួកគេប្រកាន់ភ្ជាប់ទៅនឹងចំណេះដឹងដែលចាស់កម្រិលឬក៏វិធីដែលពួកគេដឹងយ៉ាងចាស់កម្រិលហើយមិនបើកចិត្តទូលាយដើម្បីទទួលយកនៅការផ្លាស់ប្ដូរឬក៏ព័ត៌មានថ្មីឡើយពួកគេគិតថាពួកគេមានជំនាញល្អប្រសើរគ្រប់គ្រាន់ហើយគឺមិនចាំបាច់ត្រូវការអប់រំបន្ថែមទៀតទេពួកគេបដិសេធមិនត្រូវការផ្លាស់ប្ដូរមិនត្រូវការកែប្រែទោះបីជាវិធីសាស្ត្របច្ចុប្បន្នដែលពួកគេកំពុងតែធ្វើមិនដំណើរការក៏ដោយពួកគេគឺជាមនុស្សអាត្មានិយមខ្ពស់ហើយតែងតែត្រូវការតែភាពត្រឹមត្រូវតែប៉ុណ្ណោះរឿងរ៉ាវរបស់អ្នកជំនួញម្នាក់ដែលជាឧទាហរណ៍ដែលមានភាពបរាជ័យដោយសារតែគាត់គិតថាខ្លួនគាត់ដឹងច្រើនជាងគេចេះច្រើនជាងគេបំផុតនៅក្នុងទីក្រុងតូចមួយមានបរិសម្នាក់ឈ្មោះថាគ្រីស្ណាលោកគ្រីស្ណាគឺជាសហគ្រិនម្នាក់ដែលគាត់ចាប់ផ្ដើមរកស៊ីពីដំបូងតាំងតែពីបាតដៃទៅទេរហូតដល់គាត់អាចបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយបានយ៉ាងជោគជ័យលោកគ្រីស្ណាគឺជាបុគ្គលម្នាក់ដែលមានសមត្ថភាពនិងឆ្លាតវាវៃប៉ុន្តែមានកំហុសដ៏ធំមួយសម្រាប់គាត់គិតថាគាត់ដឹងច្បាស់គ្រប់រឿងគាត់គិតថាគាត់ចេះអ្វីទាំងអស់បានល្អគ្រប់រឿងគាត់មិនដែលស្ដាប់ដំបូន្មានពីអ្នកដទៃសូម្បីតែពីគណៈគ្រប់គ្រងក្រុមហ៊ុនរបស់គាត់ក៏ដោយដែលពួកគេព្យាយាមដើម្បីផ្ដល់យោបល់ដល់គាត់អំពីការផ្លាស់ប្ដូរនៅយុទ្ធសាស្ត្រទីផ្សារដើម្បីពង្រីកអាជីវកម្មលោកគ្រីស្ណាជឿថាគាត់យល់ឬក៏ចេះគ្រប់យ៉ាងគ្រប់គ្រាន់ល្អគ្រប់គ្រាន់ហើយគ្រីស្ណាជឿថាគាត់យល់
គ្រប់យ៉ាងបានយ៉ាងល្អឥតខ្ចោះហើយគាត់មិនចាំបាច់សម្របខ្លួនទៅនឹងការផ្លាស់ប្ដូរទៅនឹងនិន្នាការកែប្រែថ្មីឬក៏ផ្លាស់ប្ដូរថ្មីនៃទីផ្សារនោះទេថ្ងៃមួយជំនួយការរបស់គាត់ដែលមានឈ្មោះថាអូរ៉ានីបានមករកគាត់ហើយបានណែនាំគាត់ថាគ្រីស្ណាទីផ្សារអនឡាញកំពុងតែវាយលុកដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបច្ចុប្បន្ននេះយើងគួរតែចាប់ផ្ដើមផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនយើងតាមរយៈបណ្ដាញសង្គមក៏ប៉ុន្តែគ្រីស្ណាបានសើចហើយឆ្លើយថាអូរ៉ានីខ្ញុំបានរកស៊ីនៅមុខរបរនេះជាង10ឆ្នាំមកហើយខ្ញុំដឹងពីអ្វីដែលអតិថិជនរបស់ខ្ញុំត្រូវការយើងមិនចាំបាច់ខ្ជះខ្ជាយពេលវេលាទៅលើបណ្ដាញសង្គមទៀតទេទោះបីជាមិនមានការខិតខំប្រឹងប្រែងរបស់អូរ៉ានីឯងនៅក្នុងការបញ្យល់អំពីអត្ថប្រយោជន៍នៃទីផ្សារយើងមិនចាំបាច់ខ្ជះខ្ជាយពេលវេលានៅលើបណ្ដាញសង្គមនេះទេទោះបីជាមានការខិតខំប្រឹងប្រែងរបស់អូរ៉ានីក្នុងការបញ្យល់អំពីអត្ថប្រយោជន៍នៃការធ្វើទីផ្សារអនឡាញក៏ដោយគ្រីស្ណាមិនអើពើនឹងនាងក៏បានប្រកាន់ភ្ជាប់នៅវិធីសាស្ត្របែបចាស់កម្រិលធ្វើការទីផ្សារនៃការលក់របស់គាត់នៅក្នុងក្រុមហ៊ុនមិនយូរប៉ុន្មានដៃគូប្រកួតប្រជែងរបស់គាត់បានចាប់ផ្ដើមប្រើប្រាស់ទីផ្សារអនឡាញហើយទាក់ទាញអតិថិជនជាច្រើនឲ្យទៅទិញផលិតផលរបស់ពួកគេអាជីវកម្មរបស់គ្រីស្ណាបានចាប់ផ្ដើមនៅទ្រឹងមិនដំណើរការរីកចម្រើនទៅមុខប៉ុន្តែជំនួសទៅនឹងការសារភាពកំហុសរបស់គាត់បានស្ដីបន្ទោសទៅលើសេដ្ឋកិច្ចថាសេដ្ឋកិច្ចមិនល្អដំណើរការមិនល្អហើយបានអះអាងថាអតិថិជនរបស់គាត់នោះបានធ្វើការបដូរចិត្តដោយសារតែភាពមិនស្មោះត្រង់ក្នុងការធ្វើការប្រកួតប្រជែងគ្នាក្នុងទីផ្សារពេលកន្លងផុតទៅអស់ជាច្រើនខែច្រើនឆ្នាំក្រុមហ៊ុនរបស់គ្រីស្ណាបានបន្តខាតលុយអស់ជាច្រើនហើយនៅទីបំផុតគាត់ត្រូវតែកាត់បន្ថយបុគ្គលិកអូរ៉ានីបានព្យាយាមប្រមានឬក៏បញ្យល់គាត់ម្ដងហើយម្ដងទៀតថាគ្រីស្ណាយើងត្រូវតែធ្វើការផ្លាស់ប្ដូរនៅយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនប្រសិនបើយើងបន្តធ្វើទីផ្សារបែបចាស់ដដែលនោះយើងនឹងមិនអាចធ្វើឲ្យក្រុមហ៊ុនដំណើរការទៅមុខបានល្អនេះទេប៉ុន្តែគ្រីស្ណាបានឆ្លើយតបដោយប្រងើយកន្តើយថាខ្ញុំបានរកស៊ីនៅលើចំនួននេះយូរជាងអ្នកទៅទៀតខ្ញុំដឹងថាខ្ញុំកំពុងតែធ្វើអ្វីនៅទីបំផុតក្រុមហ៊ុនរបស់គ្រីស្ណាត្រូវបិទទ្វារដោយសារតែគាត់មិនព្រមទទួលយកនៅការផ្លាស់ប្ដូរនៃវិធីសាស្ត្រនៃការធ្វើទីផ្សារបែបថ្មីនិងមិនស្ដាប់យោបល់ពីអ្នកដទៃមេរៀនរឿងនេះចង់បង្ហាញថាមនុស្សដែលគិតថាខ្លួនគេចេះច្រើនដឹងច្បាស់ជាងគេបំផុតនោះតែងតែមិនមានការរីកចម្រើនហើយនៅតែប្រកាន់ភ្ជាប់នៅផ្លូវចាស់ឬក៏វិធីចាស់របស់ពួកគេការបដិសេធមិនស្ដាប់អ្នកដទៃអាចធ្វើឲ្យបាត់បង់នៅឱកាសសំខាន់ភាពជោគជ័យពីអតីតកាលមិនធានាថានឹងទទួលបានភាពជោគជ័យនៅពេលអនាគតនោះទេលុះត្រាតែអ្នកបន្តរៀននិងបន្តសម្របខ្លួនទៅតាមការផ្លាស់ប្ដូរដំបូន្មានដើម្បីជៀសវាងការគិតថាអ្នកដឹងច្បាស់ដឹងឬក៏ចេះច្រើនជាងគេបំផុតនោះគឺត្រូវអនុវត្តការស្ដាប់យោបល់ពីអ្នកដទៃជាជាងការបដិសេធនៅយោបល់ពីអ្នកដទៃបើកចិត្តឲ្យទូលាយដើម្បីស្ដាប់នៅអ្វីដែលអ្នកដទៃបាននិយាយទោះបីជាគំនិតរបស់ពួកគេមិនល្អឥតខ្ចោះក៏ដោយតែងតែមានអ្វីដែលមានប្រយោជន៍នៅក្នុងការរៀនជានិច្ចការទទួលយកថាឬក៏ការទទួលស្គាល់ថាអ្នកប្រហែលជាមានកំហុសឬក៏កំហុសរបស់ខ្លួនគ្មានអ្នកណាដឹងគ្រប់យ៉ាងដឹងគ្រប់រឿងរ៉ាវទាំងអស់នោះទេហើយកំហុសនោះគឺជាផ្នែកមួយនៃការរៀនសូត្រប្រសិនបើអ្នកធ្វើខុសអ្នកត្រូវតែទទួលកំហុសឬក៏ទទួលស្គាល់វាហើយធ្វើការកែប្រែវាជាបន្តទៀតអ្នកត្រូវតែបន្តរៀននិងសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរពិភពលោកកំពុងតែផ្លាស់ប្ដូរឥតឈប់ឈរឡើយឬក៏ឥតស្រាកស្រាន
ប្រសិនបើអ្នកមិនបន្តធ្វើការផ្លាស់ប្ដូរទេអ្នកនឹងត្រូវតែដល់ផ្លូវទល់ច្រកមួយការអានការស្ដាប់នៅ podcast ឬក៏រៀនពីមេរៀនតាមរយៈ online ផ្សេងៗពីបទពិសោធន៍របស់អ្នកដទៃក៏អាចជួយកាត់បន្ថយនៅភាពអាត្មានិយមកុំឲ្យខ្លាចនៅការផ្លាស់ប្ដូរភាពអាត្មានិយមកាន់តែខ្ពស់ធ្វើឲ្យអ្នកកាន់តែងងឹតភ្នែកចំពោះកំហុសរបស់ខ្លួនឯងការផ្លាស់ប្ដូរអាចគួរឲ្យខ្លាចប៉ុន្តែវាជារឿយៗបង្ហាញនៅឱកាសសម្រាប់ការរីកចម្រើនការគិតឬក៏ការដឹងថាអ្នកដឹងច្បាស់ដឹងច្រើនចេះច្រើនជាងគេនោះអាចធ្វើឲ្យអ្នកមានទំនុកចិត្តក៏ប៉ុន្តែប្រសិនបើអ្នកគិតបែបនេះច្រើនពេកវានឹងអាចជាការរារាំងនៅឱកាសនិងការនាំទៅរកភាពបរាជ័យយើងគួរតែអនុវត្តនៅការស្ដាប់បើកចិត្តឲ្យទូលាយរៀនពីកំហុសរបស់យើងហើយទទួលយកនូវការផ្លាស់ប្ដូរដើម្បីអភិវឌ្ឍខ្លួនយើងបន្ថែមទៀតផ្នត់គំនិតនេះមិនផ្លាស់ប្ដូរទាំងស្រុងក្នុងរយៈពេលមួយប្រពេចភ្នែកឬក៏ត្រឹមមួយយប់តែប៉ុណ្ណោះទេប៉ុន្តែប្រសិនបើយើងទទួលស្គាល់វាហើយយើងចាប់ផ្ដើមកែតម្រូវនោះជីវិតរបស់យើងនឹងមានឱកាសកាន់តែប្រសើរសម្រាប់ការរីកចម្រើនលូតលាស់និងជៀសវាងនៅកំហុសដែលមិនចាំបាច់មួយចំនួនទី2ធ្វើរឿងដដែលប៉ុន្តែរំពឹងនៅលទ្ធផលថ្មីឬក៏ខុសគ្នាគឺជាអន្ទាក់នៃភាពជាប់គាំងដែលមានពាក្យមួយឃ្លាដែលបានពោលថាភាពឆ្កួតគឺជាការធ្វើនៅរឿងដដែលម្ដងហើយម្ដងទៀតខណៈពេលដែលលទ្ធផលដែលរំពឹងទុកនោះគឺនឹងរំពឹងថានឹងបានលទ្ធផលខុសគ្នាឬក៏លទ្ធផលបែបថ្មីពាក្យស្លោកដែលបានពោលខាងលើនេះគឺចង់ឆ្លុះបញ្ចាំងអំពីបញ្ហាដែលមនុស្សជាច្រើនកំពុងតែជួបប្រទះនៅក្នុងជីវិតរបស់ពួកគេមិនថានៅក្នុងការងារផ្នែកហិរញ្ញវត្ថុឬក៏ទំនាក់ទំនងរបស់ពួកគេនោះទេមនុស្សភាគច្រើនប្រកាន់ភ្ជាប់នៅវិធីសាស្ត្រធ្វើដូចគ្នាដដែលមិនធ្លាប់មានប្រសិទ្ធភាពមនុស្សជាច្រើនបានប្រកាន់ភ្ជាប់នៅវិធីសាស្ត្រដដែលដូចគ្នាដែលមិនធ្លាប់មានប្រសិទ្ធភាពពីមុនមកប៉ុន្តែរំពឹងថាលើក្រោយនឹងទទួលបាននៅប្រសិទ្ធភាពថ្មីឬក៏ខុសគ្នាទង្វើឬក៏អាកប្បកិរិយាបែបនេះមិនត្រឹមតែខ្ជះខ្ជាយពេលវេលាតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យយើងជាប់គាំងនៅក្នុងវដ្តដាក់ឬក៏ការវិលចុះវិលឡើងដែលនៃភាពជាប់គាំងដោយមិនដឹងខ្លួនទៀតផងប្រសិនបើយើងមិនបានរៀនមិនបានកែលម្អទេប្រសិនបើយើងមិនបានរៀនមិនបានកែលម្អទេឬក៏ធ្វើការផ្លាស់ប្ដូរទេនោះយើងនឹងបាត់បង់នៅឱកាសដ៏សំខាន់សម្រាប់ការរីកចម្រើននិងភាពជោគជ័យនៅថ្ងៃខាងមុខហេតុផលជាច្រើនដែលមនុស្សធ្វើដូចគ្នាប៉ុន្តែរំពឹងនៅលទ្ធផលឲ្យខុសគ្នាឬក៏លទ្ធផលដែលថ្មីប្លែកនោះទម្លាប់នឹងការភ័យខ្លាចនៃការផ្លាស់ប្ដូរមនុស្សជាទូទៅជាញឹកញាប់មានអារម្មណ៍ថាមានសុវត្ថិភាពនៅពេលដែលគាត់ធ្វើរឿងដែលគាត់ធ្លាប់ដឹងធ្លាប់ចេះធ្លាប់ធ្វើបានពីមុនមកទោះបីជាវាមិនបានផលក៏ដោយការផ្លាស់ប្ដូរកើតឡើងជាមួយនឹងភាពមិនប្រកបប្រជាបែបនេះដែលធ្វើឲ្យមនុស្សភាគច្រើនភ័យខ្លាចថាអ្វីនឹងកាន់តែអាក្រក់ទៅប្រសិនបើពួកគេព្យាយាមធ្វើនៅរឿងថ្មីមួយពួកគេមិនដឹងថាបញ្ហាគឺស្ថិតនៅលើវិធីសាស្ត្រដែលពួកគេកំពុងតែប្រើឬក៏កំពុងតែធ្វើនោះទេការគិតដោយក្តីសង្ឃឹមអ្នកខ្លះជឿថាប្រសិនបើពួកគេព្យាយាមគ្រប់គ្រាន់អ្វីនឹងផ្លាស់ប្ដូរដោយខ្លួនឯងហើយគិតថាអពុទ្ធហេតុឬក៏ miracle នឹងកើតឡើងដោយមិនមានការកែប្រែអ្វីទាំងអស់បដិសេធមិនរៀនពីភាពបរាជ័យបដិសេធមិនរៀនពីភាពបរាជ័យការបរាជ័យគួរតែជាមេរៀនប៉ុន្តែមនុស្សជាច្រើនឬក៏ភាគច្រើនមិនប្រើវាដើម្បីកែលម្អនោះទេពួកគេបន្តធ្វើកំហុសដដែលព្រោះមិនបានរៀនពីអតីតកាលឬក៏កំហុសឆ្គងកាលពីមុនរបស់ពួកគេឧទាហរណ៍នៃមនុស្សធ្វើរឿងដូចគ្នាប៉ុន្តែរំពឹងលទ្ធផលនឹងទទួលបានខុសគ្នាធ្វើការដូចគ្នាប៉ុន្តែសង្ឃឹមទទួលបានប្រាក់ចំណូលកើនឡើងឲ្យបានច្រើនពួកគេធ្វើការងារដោយវិធីចាស់ដដែលតាមបែបប្រពៃណីដោយមិនបានបង្កើននៅជំនាញរបស់ពួកគេប៉ុន្តែរំពឹងថានឹងទទួលបានប្រាក់រង្វាន់កាន់តែកើនឡើងប្រកាន់ភ្ជាប់ឬក៏ប្រកាន់នគរគំនិតឬក៏វិធីសាស្ត្រ
ការងារបែបចាស់ៗប៉ុន្តែសង្ឃឹមថានឹងមានកំណើននៃការលក់នៅក្នុងអាជីវកម្មរបស់ពួកគេប្រើយុទ្ធសាស្ត្រទីផ្សារដែលហួសសម័យមិនបានសិក្សានៅនិន្នាការថ្មីឬក៏ទំនោរនៃការធ្វើទីផ្សារបែបថ្មីឬមិនយល់អំពីអាកប្បកិរិយារបស់អតិថិជននៅពេលបច្ចុប្បន្នប៉ុន្តែពួកគេសង្ឃឹមថាការលក់របស់ពួកគេនឹងទទួលបានលទ្ធផលល្អប្រសើរដោយមិនបាច់ផ្លាស់ប្ដូរអ្វីទាំងអស់ការប្រឡងតាមរបៀបដូចគ្នាប៉ុន្តែរំពឹងថានឹងបានពិន្ទុល្អប្រសើរជាងមុនពួកគេសិក្សារៀនសូត្របែបវិធីចាស់ដដែលដោយមិនបានកែសម្រួលធ្វើឲ្យវិធីសាស្ត្រថ្មីក្នុងការសិក្សារបស់ពួកគេនោះឡើយឬក៏មិនវិភាគឬក៏វែកញែកពីកំហុសដែលគេធ្លាប់មានពីមុនប៉ុន្តែពួកគេសង្ឃឹមថានឹងទទួលបានលទ្ធផលប្រឡងល្អប្រសើរជាងមុននៅពេលក្រោយប្រើប្រាស់វិធីគ្រប់គ្រងទំនាក់ទំនងដូចគ្នាប៉ុន្តែសង្ឃឹមថានឹងមានភាពទំនាក់ទំនងល្អប្រសើរជាងមុននរណាម្នាក់មានបញ្ហាជាមួយដៃគូប៉ុន្តែនៅតែបន្តប្រើយុទ្ធសាស្ត្រចាស់ដដែលវិធីសាស្ត្រដដែលដើម្បីដោះស្រាយទំនាក់ទំនងរបស់ពួកគេថាទំនាក់ទំនងនឹងល្អប្រសើរដោយមិនបាច់មានការផ្លាស់ប្ដូរអ្វីនោះឡើយរឿងជាងឈើមិនបានផ្លាស់ប្ដូរនៅក្នុងភូមិមួយមានជាងឈើដ៏ជំនាញម្នាក់ដែលគាត់មានឈ្មោះថាសុំឆៃដែលទទួលមរតកពីឪពុករបស់គាត់សុំឆៃពិតជាពូកែធ្វើគ្រឿងសង្ហារិមពីឈើបែបបុរាណនិងមានគេឈ្មោះល្បីសុសសាយកាលពីសម័យអតីតកាលទោះជាយ៉ាងណាក៏ដោយនៅពេលដែលពេលវេលាកន្លងផុតទៅអស់ជាច្រើនខែច្រើនឆ្នាំអតិថិជនក៏បានផ្លាស់ប្ដូរនៅទំនោរនៅចិត្តនៃចំណង់ចំណូលចិត្តរបស់ពួកគេចង់បានគ្រឿងសង្ហារិមដែលមានទម្ងន់ស្រាលងាយស្រួលបត់បែនហើយមានទំនើបហើយនឹងមានភាពចម្រុះជាច្រើនលោកសុំឆៃបានបន្តប្រើវិធីសាស្ត្រចាស់ដដែលចំណាយពេលវេលាច្រើនក្នុងការផលិតហើយតម្លៃនៃការផលិតក៏កាន់តែច្រើនដែរមិត្តភ័ក្តិរបស់គាត់ដែលមានឈ្មោះថាគង់ទៀតបានដែលជាជាងឈើម្នាក់ទៀតបានផ្ដល់យោបល់ថាសុំឆៃគួរតែប្រើនៅឧបករណ៍ថ្មីឬក៏រចនានៅគ្រឿងសង្ហារិមបែបទំនើបជាងនេះប៉ុន្តែសុំឆៃបានឆ្លើយថាមិនចាំបាច់ទេវិធីសាស្ត្រធ្វើគ្រឿងសង្ហារិមបុរាណនេះគឺល្អបំផុតហើយអតិថិជននឹងត្រឡប់មកទិញគាត់វិញនៅទីបំផុតគង្គាតបានចាប់ផ្ដើមប្រើប្រាស់ម៉ាស៊ីនដើម្បីជួយក្នុងការរចនាឬក៏ផលិតនៅគ្រឿងសង្ហារិមស្របទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជនដែលចង់បានគ្រឿងសង្ហារិមបែបទំនើបគាត់ក៏បានធ្វើទីផ្សារផលិតផលរបស់គាត់ទៅតាមអ៊ីនធឺណិតខណៈពេលដែលអាជីវកម្មរបស់សុំឆៃចាប់ផ្ដើមឃើញការធ្លាក់ចុះនៃអតិថិជនដែលកំងទិញជំនួសឲ្យការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរនោះលោកសុំឆៃបានជាប់គាំងហើយមិនផ្លាស់ប្ដូរនៅវិធីធ្វើរចនាបែបគ្រឿងសង្ហារិមរបស់គាត់បែបចាស់កម្រិលនោះទេហើយគាត់សង្ឃឹមថាអ្វីនឹងត្រឡប់ដូចមុនវិញនៅទីបំផុតគាត់ត្រូវបិទអាជីវកម្មរបស់គាត់ព្រោះគាត់លែងមានអតិថិជនទៀតហើយមេរៀនពីរឿងនេះចង់បញ្ជាក់ថាប្រសិនបើយើងមិនផ្លាស់ប្ដូរប៉ុន្តែរំពឹងថានឹងមានលទ្ធផលថ្មីឬក៏ខុសៗគ្នានោះយើងអាចនឹងបាត់បង់នៅឱកាសសំខាន់ការសម្របខ្លួនទៅនឹងកលៈទេសៈដែលផ្លាស់ប្ដូរគឺចាំបាច់ណាស់នៅក្នុងពិភពលោកយើងនេះគឺតែងតែមានការវិវត្តទៅឥតឈប់ឈរយើងគួរតែស្វែងរកវិធីសាស្ត្រឬក៏ក្បួនឬក៏មេរៀនថ្មីហើយរៀនពីការបរាជ័យរបស់យើងរបៀបផ្លាស់ប្ដូរខ្លួនឯងវិធីអ្វីដែលមិនដំណើរការត្រឡប់ក្រឡេកមើលឬក៏ពិចារណាឡើងវិញថាតើអ្វីដែលយើងកំពុងតែធ្វើកំពុងតែគិតកំពុងតែដំណើរការនោះគឺពិតជាមានប្រសិទ្ធភាពមែនដែរឬទេប្រសិនបើវាមិនដំណើរការមិនមានប្រសិទ្ធភាពល្អប្រសើរចូលកំណត់នៅមូលហេតុឬក៏ស្វែងរកនៅឫសគល់និងរកដំណោះស្រាយណាមួយដើម្បីធ្វើឲ្យវារីកចម្រើនទៅមុខត្រូវក្លាហានហ៊ានសាកល្បងរបស់ថ្មីឬក៏ការងារថ្មីការផ្លាស់ប្ដូរអាចជាការបំផិតបំភ័យឬក៏ធ្វើឲ្យយើងព្រួយបារម្ភភ័យខ្លាចប៉ុន្តែបើសិនជាគ្មានការព្យាយាមក្នុងការផ្លាស់ប្ដូរទេយើងនឹងមិនដឹងថាមានអ្វីនឹងដំណើរការឬក៏អាចធ្វើទៅរួចដែរឬអត់ចាប់ផ្ដើមជាមួយនឹងការផ្លាស់ប្ដូរតូចឬក៏ធម្មតារៀនពីមនុស្សជោគជ័យមើលពីរបៀបដែលអ្នក
អ្នកជោគជ័យដែលបានធ្វើដែលបានទទួលបទពិសោធន៍ពីមុនមកហើយយើងសម្របគំនិតឬក៏ធ្វើការកែប្រែនៅគំនិតឬក៏ទស្សនៈឬក៏វិធីធ្វើឬក៏អនុវត្តរបស់ពួកយើងទៅតាមស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្នទទួលស្គាល់ថាកំហុសគឺជាមេរៀនបរាជ័យមិនមែនជារឿងអាក្រក់នោះទេវាគឺជាឱកាសដើម្បីឲ្យយើងរៀនតាមឬក៏រៀនកែប្រែតាមរយៈការរៀនពីកំហុសយើងអាចកែលម្អបានការធ្វើរឿងដដែលហើយរំពឹងលទ្ធផលថ្មីឬក៏ខុសគ្នានោះគឺជាអន្ទាក់ដែលធ្វើឲ្យមនុស្សជាច្រើនជាប់គាំងនៅក្នុងការវិលវល់តែមួយដោយមិនដឹងខ្លួនប្រសិនបើយើងចង់ផ្លាស់ប្ដូរលទ្ធផលក្នុងជីវិតរបស់យើងត្រូវតែមានឆន្ទៈឬក៏មានការបដិញ្ញាចិត្តសាកល្បងអ្វីដែលថ្មីវិភាគកំហុសខុសឆ្គងដែលយើងបានធ្វើពីមុនមកនិងរៀនពីអ្នកដែលជោគជ័យឬក៏អ្នកដែលធ្លាប់ឆ្លងកាត់ការផ្លាស់ប្ដូរប្រហែលជាពិបាកប៉ុន្តែបើគ្មានការព្យាយាមក្នុងការផ្លាស់ប្ដូរទេយើងនឹងមិនមានភាពរីកចម្រើនទៅថ្ងៃអនាគតឡើយទី3ការប្រើអារម្មណ៍ច្រើនជាងហេតុផលគឺជាអន្ទាក់នៃភាពរំជើបរំជួលផ្នែកអារម្មណ៍ការប្រើអារម្មណ៍លើសពីហេតុផលនោះគឺជាទម្លាប់ដែលអាចនាំឲ្យមានបញ្ហាផ្សេងៗនៅក្នុងឆាកវិទ្យាមិនថាការសម្រេចចិត្តមិនល្អឬក៏តំណែងតំណងដែលល្អកឬក៏ការខកខាននៅឱកាសក្នុងជីវិតទេមនុស្សជាច្រើនដោយមិនដឹងខ្លួនថាទុកឲ្យដោយមិនដឹងខ្លួនមានមនុស្សជាច្រើនដោយប្រើអារម្មណ៍ដោយមិនដឹងខ្លួនទុកឲ្យអារម្មណ៍របស់ពួកគេគ្រប់ដណ្ដប់ទៅលើហេតុផលដែលពួកគេមានដែលបណ្ដាលឲ្យពួកគេជ្រើសនៅផ្លូវមិនល្អសមរម្យឬក៏សមហេតុផលហើយនៅទីបញ្ចប់ជារឿយៗតែងតែកើតមាននៅការសោកស្ដាយចំពោះជំរើសរបស់គេដែលប្រើអារម្មណ៍ខុសទម្លាប់នេះអាចបញ្ជាក់ថាដូចជាគ្មានគ្រោះថ្នាក់នៅក្នុងករណីខ្លះមែនប៉ុន្តែប្រសិនបើវាកើតឡើងម្ដងហើយម្ដងទៀតវាអាចផ្លាញទាំងវឌ្ឍនភាពឬក៏ភាពរីកចម្រើនផ្ទាល់ខ្លួននិងទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួនរបស់យើងជាមិនខានហេតុផលដែលមនុស្សមួយចំនួនប្រើអារម្មណ៍ច្រើនជាងហេតុផលសមស្របណាមួយនោះស៊ាំទៅនឹងការឆ្លើយតបអារម្មណ៍ភ្លាមក្រេវក្រោធរបស់ពួកគេមនុស្សដែលធំធាត់នៅក្នុងបរិញ្ញាកាសពោពេញទៅដោយភាពចលាចលក្នុងអារម្មណ៍ឬក៏អារម្មណ៍ព្រឺព្រួយភ័យខ្លាចដូចជានៅក្នុងផ្ទះមួយដែលមានការឆ្លោះប្រកែកគ្នាញឹកញាប់អាចរៀនបានថាគឺជាការឆ្លើយតបពីមេរៀនអារម្មណ៍គឺជាកម្មវិធីធម្មតាក្នុងការដោះស្រាយបញ្ហានៅពេលដែលស្ថិតនៅក្រោមភាពតានតឹងឬក៏អារម្មណ៍តានតឹងផ្នែកនៃខួរក្បាលដែលគ្រប់គ្រងដោយហេតុផលនោះគឺវាមានទំនោរតូតុនវាធ្វើការបានកាន់តែតិចជាងមុនខណៈពេលដែលផ្នែកនៃការគ្រប់គ្រងអារម្មណ៍ដែលបានឆ្លងកាត់នៅភាពវឹកវរបែបនេះជាញឹកញាប់ដែលធ្វើឲ្យវាពិបាកក្នុងការប្រើហេតុផលដើម្បីដោះស្រាយនៅបញ្ហាការខ្វះខាតនៅក្នុងការហ្វឹកហាត់គ្រប់គ្រងអារម្មណ៍ឲ្យបានល្អត្រឹមត្រូវពលមួយចំនួនមិនដែលរៀនគ្រប់គ្រងអារម្មណ៍របស់ទេដែលនាំឲ្យគេមានប្រតិកម្មភ្លាមជាមួយនឹងអារម្មណ៍នៅពេលដែលពួកគេកំពុងតែប្រឈមនឹងស្ថានភាពកាន់តែលំបាករបស់ពួកគេអ្នកដែលមានអារម្មណ៍អាត្មានិយមខ្ពស់មានអារម្មណ៍ថាពួកគេតែងតែប្រព្រឹត្តឬក៏ធ្វើបានត្រឹមត្រូវជារៀងរហូតមកនោះហើយនៅពេលដែលអ្នកដទៃមិនយល់ស្របឬក៏រិះគន់ពួកគេឆ្លើយតបដោយកំហឹងដោយការខកចិត្តដោយការខូចចិត្តជាងប្រើហេតុផលដើម្បីពិចារណាភាគរកការពិតអត្តចរិតរបស់មនុស្សដែលប្រើអារម្មណ៍ច្រើនជាងហេតុផលនេះធ្វើការសម្រេចចិត្តលឿនដោយមិនគិតដោយប្រុងប្រយ័ត្នធ្វើសកម្មភាពដោយអន្ទះអន្ទែងដោយភ្លាមឯកទៅលើអារម្មណ៍របស់ខ្លួនដែលខ្លួនកំពុងតែមានដូចជាការទិញរបស់ថ្លៃដោយមិនគិតពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុឬក៏ការឈប់ពីការងារភ្លាមដោយសារតែខឹងនិងចង្វាញ់ងាយរលួតនិយាយដោយមិនគិតពួកគេអាចនិយាយពាក្យគំរោះគំរើយឬក៏ជេរប្រមាថប្រតិចប្រដាសានៅពេលពួកគេមានការខូចចិត្តខឹងឬក៏ក្រេវក្រោធប្រើពាក្យដែលប៉ះពាល់ដល់អារម្មណ៍អ្នកដទៃហើយក្រោយមកក៏មានការសោកស្ដាយជាខ្លាំងឆាប់ខឹងនិងការបាត់បង់ការគ្រប់គ្រងលើខ្លួនឯងសូម្បីតែរឿងតូចតាចក៏ដោយក៏ពួកគេខឹងយ៉ាងងាយដែរប្រកែកដោយមិនគិតពីការពិតឬក៏មិនបានវិភាគរកត្រូវនិងផ្ដល់អត្ថិភាពទៅលើអារម្មណ៍របស់ពួកគេដោយមិនបានប្រើនៅតក្កវិជ្ជា
ឬក៏ហេតុផលសមរម្យណាមួយឧទាហរណ៍នៃរឿងបរិសម្នាក់ដែលបាត់បង់ឱកាសដោយសារតែការប្រើប្រាស់អារម្មណ៍ច្រើនជាងការវិភាគហេតុផលវិច័ន្ទបានបាត់បង់ឱកាសការងារវិច័ន្ទធ្វើការជាបុគ្គលិកការងារការិយាល័យជាង5ឆ្នាំគាត់មានជំនាញក្នុងការងាររបស់គាត់ខ្លាំងណាស់ប៉ុន្តែមានទម្លាប់ប្រើអារម្មណ៍ច្រើនជាងហេតុផលដែលរារាំងគាត់ឬក៏ដែលបង្ខាំងគាត់ឲ្យមានការរីកចម្រើនទៅថ្ងៃមុខថ្ងៃមួយចៅហ្វាយរបស់គាត់ឈ្មោះខុនសំផនបានមកពិភាក្សាជាមួយនឹងគាត់អំពីគម្រោងសំខាន់មួយលោកវិច័ន្ទការងារដែលលោកកំពុងតែធ្វើហ្នឹងគឺពិតជាអស្ចារ្យណាស់ប៉ុន្តែខ្ញុំគិតថាបើយើងកែយុទ្ធសាស្ត្របន្តិចបន្តួចនោះយើងនឹងអាចទទួលបាននៅលទ្ធផលដែលល្អប្រសើរជំនួសទៅនឹងការស្ដាប់ហើយនឹងការពិចារណាទៅលើដំបូន្មានរបស់លោកសំផនជំនួសទៅនឹងការស្ដាប់និងការពិចារណាទៅលើដំបូន្មានឬក៏ការណែនាំពីលោកសំផនវិច័ន្ទបានឆ្លើយតបទាំងខឹងថាខ្ញុំធ្វើរឿងនេះឬក៏ធ្វើគម្រោងបែបនេះអស់ជាច្រើនឆ្នាំមកហើយខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វីមិនបាច់ត្រូវតែមានការផ្លាស់ប្ដូរអ្វីនោះទេលោកខុនសំផនបានព្យាយាមបញ្យល់បន្ថែមប៉ុន្តែការខកចិត្តរបស់លោកឬក៏ការប្រើអារម្មណ៍របស់លោកច័ន្ទកាន់តែខ្លាំងឡើងគាត់បានខ្សឹបប្រាប់ថាបើអ្នកគិតថាខ្ញុំធ្វើមិនត្រូវនោះឬក៏មិនបានល្អនោះរកអ្នកផ្សេងធ្វើវាវិញទៅប៉ុន្មានខែក្រោយមកក្រុមហ៊ុនបានបើកជ្រើសរើសនៅតំណែងប្រធាននាយកដ្ឋានថ្មីមួយនេះហើយមនុស្សជាច្រើនគិតថាវិច័ន្ទនឹងត្រូវបានជ្រើសរើសហើយនឹងឲ្យធ្វើជាមេនាយកដ្ឋាននេះតែម្ដងទោះជាយ៉ាងណាក៏ដោយសារតែការឆ្លើយតបឬក៏ការប្រើអារម្មណ៍របស់គាត់ច្រើនជាងហេតុផលបែបនេះអ្នកគ្រប់គ្រងបានសម្រេចជ្រើសរើសអ្នកឋានៈគ្រប់គ្រងបានសម្រេចជ្រើសរើសអ្នកគ្រប់គ្រងថ្មីដែលមានអារម្មណ៍ឬក៏ចេះគ្រប់គ្រងនៅអារម្មណ៍ដែលប្រសើរជាងលោកវិច័ន្ទបានដឹងថាការបរាជ័យក្នុងការគ្រប់គ្រងអារម្មណ៍របស់គាត់បានធ្វើឲ្យគាត់បាត់បង់នៅឱកាសដ៏អស្ចារ្យមួយនេះហើយធ្វើឲ្យមិត្តរួមការងាររបស់គាត់មើលឃើញថាគាត់ជាមនុស្សរឹងរូសហើយជាមនុស្សដែលមិនអាចគ្រប់គ្រងឬក៏ចិត្តក្តៅជាដើមឬក៏មានចិត្តឆេវឆាវនោះឯងមេរៀនពីរឿងនេះការប្រើប្រាស់អារម្មណ៍ដោយមិនបានប្រុងប្រយ័ត្នឬក៏ដោយបណ្ដោយទៅតាមកំហឹងរបស់យើងអាចដាលឲ្យយើងបាត់បង់នៅឱកាសសំខាន់នៅក្នុងឆាកមនុស្សដែលអាចគ្រប់គ្រងអារម្មណ៍បានច្រើនតែត្រូវគេចាត់ទុកថាឬក៏ជាមនុស្សដឹងហេតុផលបានជ្រៅជ្រះប្រសិនបើយើងស្ដាប់និងគិតតាមស្ថានភាពមុននឹងឆ្លើយតបទៅនឹងរឿងរ៉ាវឬក៏បញ្ហាផ្សេងៗដែលយើងកំពុងតែជួបប្រទះនោះយើងនឹងបង្កើតឱកាសដែលជោគជ័យសម្រាប់ជីវិតឬក៏វិថីជីវិតរបស់យើងទៅថ្ងៃខាងមុខវិធីគ្រប់គ្រងអារម្មណ៍និងការប្រើប្រាស់ហេតុផលបន្ថែមឬក៏ឲ្យសមរម្យទៀតនោះការផ្អាកហើយគិតជាមុនការដកឃ្លាឬក៏ការផ្អាកហើយគិតបញ្ចេញនៅប្រតិកម្មណាមួយដែលសមហេតុផលពេលមានអារម្មណ៍ខឹងឬក៏តូចចិត្តចូលព្យាយាមឈប់ហើយគិតមុននឹងធ្វើសកម្មភាពឬក៏និយាយស្ដីសួរខ្លួនឯងថាតើបើសិនជាខ្ញុំឆ្លើយតបឬក៏មានប្រតិកម្មបែបនេះតើនឹងមានផលវិបាកឬក៏នឹងមានបញ្ហាអ្វីកើតឡើងខ្លះអនុវត្តការស្ដាប់យ៉ាងសកម្មឬក៏ការស្ដាប់យ៉ាងយកចិត្តទុកដាក់ជំនួសឲ្យការប្រតិកម្មភ្លាមសូមព្យាយាមស្ដាប់យោបល់របស់អ្នកដទៃឲ្យបានពេញលេញឲ្យបានផ្ចិតផ្ចង់ព្យាយាមស្វែងយល់អំពីទស្សនៈរបស់ពួកគេជាមុនសិនមុននឹងធ្វើការសម្រេចចិត្តឆ្លើយតបទៅរឿងទាំងអស់នោះប្រើហេតុផលឬក៏តក្កវិជ្ជាក្នុងការសម្រេចចិត្តអ្វីមួយនៅពេលដែលធ្វើការសម្រេចចិត្តចូលផ្ដោតទៅលើការពិតជាងការប្រើអារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្លួនឯងប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមានអារម្មណ៍រំជើបរំជួលឬក៏មានអារម្មណ៍ខកចិត្តខ្លាំងពេកសូមចំណាយពេលបន្តិចដើម្បីឆ្លុះបញ្ចាំងឬក៏ធ្វើការពិចារណាវិភាគហេតុផលរបស់អ្នកជាមុនសិនអនុវត្តសមាធិឬក៏ការគ្រប់គ្រងអារម្មណ៍ការតាំងសមាធិឬក៏ការធ្វើការលំហាត់ប្រាណឬក៏ធ្វើសកម្មភាពណាមួយជាងការបញ្ចេញអារម្មណ៍ភ្លាមអាចជួយឲ្យអ្នកអាចជួយធ្វើឲ្យចិត្តរបស់អ្នកស្ងប់ឬក៏អារម្មណ៍របស់អ្នក
ស្ងប់និងធ្វើឲ្យការគ្រប់គ្រងអារម្មណ៍កាន់តែល្អប្រសើរជាងមុនការប្រើអារម្មណ៍លើសពីហេតុផលឬក៏លើសពីតក្កវិជ្ជាឬក៏សេចក្តីពិតនោះគឺជាទម្លាប់ដែលអាចនាំទៅរកការសម្រេចចិត្តមិនល្អឬក៏បាត់បង់នៅផលប្រយោជន៍ឬក៏ឱកាសនៅក្នុងថ្ងៃអនាគតនិងទំនាក់ទំនងដ៏តានតឹងយើងគួរអនុវត្តការគ្រប់គ្រងអារម្មណ៍របស់យើងនិងការប្រើហេតុផលឬក៏តក្កវិជ្ជាក្នុងការសម្រេចចិត្តរបស់យើងមុននឹងយើងឆ្លើយតបទៅនឹងរឿងអ្វីមួយដើម្បីឆ្ពោះទៅមុខសម្រាប់ជីវិតដ៏រីកចម្រើនទទួលបានការគោរពពីអ្នកដទៃនិងជៀសវាងការសោកស្ដាយចំពោះជម្រើសដែលប្រើដោយអារម្មណ៍របស់ខ្លួននៅពេលក្រោយទី4មិនអភិវឌ្ឍខ្លួនឯងគឺជាអន្ទាក់នៃភាពជាប់គាំងនិងការធ្វើដំណើរថយក្រោយការបរាជ័យក្នុងការអភិវឌ្ឍខ្លួនឯងគឺជាទម្លាប់ដ៏គ្រោះថ្នាក់ដែលអាចរារាំងការរីកចម្រើនក្នុងឆាកជីវិតរបស់មនុស្សដែលជឿជាក់ថាខ្លួនឯងល្អគ្រប់គ្រាន់ហើយមិនចាំបាច់រៀនសូត្របន្ថែមឬក៏កែលម្អអ្វីបន្ថែមទៀតអាចនឹងរកឃើញអ្វីដែលជាខ្លួនឯងនោះទេនៅក្នុងពិភពលោកដែលតែងតែផ្លាស់ប្ដូរឥតឈប់ឈរនេះអ្នកដែលឈរនៅមួយកន្លែងមានន័យថាអ្នកកំពុងតែដើរថយក្រោយពីព្រោះអ្នកផ្សេងទៀតកំពុងតែធ្វើដំណើរតទៅមុខហេតុអ្វីបានជាមនុស្សមួយចំនួនបរាជ័យក្នុងការអភិវឌ្ឍខ្លួនឯង Comfort Zone មានន័យថាបនដែលខ្លួនទទួលបាននៅភាពសុខស្រួលកន្លែងដែលខ្លួនទទួលបាននៅភាពស្រួលស្រណុកមនុស្សជាច្រើនមានអារម្មណ៍សុខស្រួលជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់ពួកគេហើយមិនចង់ផ្លាស់ប្ដូរមិនចង់ធ្វើការផ្លាស់ប្ដូរឬមិនចង់ប្រឈមមុខនឹងបញ្ហាថ្មីទៀតទេពួកគេខ្លាចការសាកល្បងអ្វីថ្មីឬក៏អ្វីដែលគេមិនធ្លាប់មានបទពិសោធន៍ពីមុនមកព្រោះពួកគេមិនចង់ប្រថុយនឹងការបរាជ័យម្ដងហើយម្ដងទៀតកង្វះគោលដៅនិងការលើកទឹកចិត្តមនុស្សមួយចំនួនមិនមានគោលដៅច្បាស់លាស់នៅក្នុងឆាកជីវិតរបស់ពួកគេទេដូច្នេះពួកគេមិនដឹងថាតើត្រូវអភិវឌ្ឍដើម្បីអ្វីឬក៏ទៅទីណានោះទេបើគ្មានការលើកទឹកចិត្តខ្លាំងក្លាទេពួកគេនឹងមានទំនោរទោទនធ្វើឲ្យជីវិតរបស់ពួកគេធ្វើដំណើរឆ្លងកាត់ទៅនៅលើរឿងដដែលការភ័យខ្លាចនៃការបរាជ័យនិងការផ្លាស់ប្ដូរការរៀនអ្វីដែលថ្មីឬក៏អ្វីដែលល្អអាចធ្វើឲ្យមនុស្សមានអារម្មណ៍អសន្តិសុខឬក៏គ្មានសុវត្ថិភាពដូច្នេះពួកគេជ្រើសរើសរក្សាទម្លាប់ដែលធ្លាប់ស្គាល់ដែលធ្លាប់ដឹងរបស់ពួកគេអ្នកខ្លះខ្លាចថាប្រសិនបើពួកគេព្យាយាមកែលម្អខ្លួនឯងហើយបរាជ័យនោះពួកគេនឹងត្រូវគេមើលឃើញថាគ្មានសមត្ថភាពអ្នកខ្លះខ្លាចថាប្រសិនបើពួកគេព្យាយាមកែលម្អឬក៏អភិវឌ្ឍខ្លួនឯងហើយបរាជ័យពួកគេនឹងត្រូវគេមើលឃើញថាគ្មានសមត្ថភាពធ្វើការដោះសារអ្នកខ្លះជឿថាពួកគេមិនមានពេលវេលាឱកាសឬក៏ធនធានដើម្បីធ្វើការអភិវឌ្ឍខ្លួនឯងដើម្បីឲ្យរីកចម្រើនបានជំនួសឲ្យការស្វែងរកដំណោះស្រាយពួកគេបន្ទោសជោគវាសនាចំពោះស្ថានភាពរបស់ពួកគេចរិតលក្ខណៈរបស់មនុស្សដែលមិនអភិវឌ្ឍខ្លួនឯងធ្វើសកម្មភាពដដែលដោយមិនបានរៀនអ្វីថ្មីការប្រកាន់ភ្ជាប់នៅវិធីសាស្ត្រការងារដែលហួសសម័យដែលមិនទំនើបទោះបីជាវាលែងមានប្រសិទ្ធភាពក៏ដោយការមិនអើពើនឹងឱកាសដើម្បីទទួលបានជំនាញថ្មីចំណេះថ្មីដែលអាចធ្វើឲ្យជីវិតរបស់ពួកគេប្រសើរឡើងជាងមុននោះការបដិសេធឱកាសសម្រាប់ការលូតលាស់ដូចជាការបណ្ដុះបណ្ដាលសិក្ខាសាលាឬក៏ការអប់រំបន្ថែមដោយពួកគេជឿថាពួកគេមានជំនាញគ្រប់គ្រាន់ហើយពួកគេចេះគ្រប់គ្រាន់ហើយក៏បដិសេធមិនទទួលយកនៅមតិកែលម្អឬក៏យោបល់ពីខាងក្រៅឬក៏ទទួលស្គាល់ចំណុចខ្សោយរបស់ពួកគេឡើយរស់នៅពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានគោលដៅបរាជ័យក្នុងការរៀបចំផែនការសម្រាប់អនាគតរបស់ពួកគេហើយមិនចាំបាច់ចាប់អារម្មណ៍ទៅលើការកែលម្អឬក៏អភិវឌ្ឍខ្លួនឡើយធ្វើការតែមួយថ្ងៃជាជាងប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនរឿងបរិសម្នាក់ត្រូវបានគេចាត់ទុកថាខ្វះការអភិវឌ្ឍខ្លួនឯងសុំឆៃជាបុគ្គលិកនៅរោងចក្រមួយគាត់បានធ្វើការនៅទីនេះអស់រយៈពេល15ឆ្នាំជាងហើយដោយប្រតិបត្តិឬក៏ធ្វើការនិងមើលការខុសត្រូវគ្រឿងម៉ាស៊ីនគាត់ធ្លាប់ជាកម្មករល្អម្នាក់គឺល្អបំផុតតែម្ដងប៉ុន្តែយូរទៅក្រុមហ៊ុនបានចាប់ផ្ដើមណែនាំបច្ចេកវិទ្យាថ្មីដូចជាប្រព័ន្ធ
ស្វ័យប្រវត្តិនិងកម្មវិធីគ្រប់គ្រងផលិតកម្មថ្មីថ្ងៃមួយអ្នកមើលការខុសត្រូវរបស់សុំឆៃបានស្នើឲ្យគាត់ចូលទៅរៀននៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីអំពីបច្ចេកវិទ្យាសម័យទំនើបឬក៏បច្ចេកវិទ្យាថ្មីថៅកែរបស់គាត់បាននិយាយថាប្រសិនបើអ្នករៀនពីចំណុចនេះអ្នកនឹងអាចធ្វើឲ្យដំណើរការម៉ាស៊ីនដ៏ទំនើបនេះបានកាន់តែល្អហើយនឹងមានឱកាសឡើងធ្វើជាប្រធានផ្នែកផលិតកម្មប៉ុន្តែលោកសុំឆៃបានឆ្លើយថាខ្ញុំបានធ្វើការងារនេះអស់រយៈពេល15ឆ្នាំមកហើយខ្ញុំមិនឃើញថាហេតុអ្វីបានជាខ្ញុំត្រូវរៀនអ្វីដែលថ្មីនេះទេខ្ញុំអាចធ្វើការងាររបស់ខ្ញុំបានល្អរួចទៅហើយចុះហេតុអ្វីបានជាខ្ញុំចាំបាច់ត្រូវរៀនបន្ថែមតទៅទៀតនោះខណៈពេលដែលមិត្តរួមការងាររបស់គាត់បានទទួលយកការរៀនសូត្រនៅវគ្គបណ្ដុះបណ្ដាលអំពីការប្រើប្រាស់ម៉ាស៊ីនឬក៏បច្ចេកវិទ្យាថ្មីនោះនិងសម្របខ្លួនទៅតាមការផ្លាស់ប្ដូររបស់ក្រុមហ៊ុនសុំឆៃបានបន្តធ្វើការដូចគ្នាតែគាត់តែងតែធ្វើជាយូរមកហើយនោះយូរទៅប្រព័ន្ធស្វ័យប្រវត្តិរបស់ម៉ាស៊ីនបានជំនួសការងាររបស់គាត់បន្តិចម្ដងមិត្តរួមការងាររបស់គាត់តែងតែទទួលបានជំនាញថ្មីត្រូវបានគេដំឡើងតួនាទីនិងឋានៈនិងទទួលបានប្រាក់ខែកាន់តែខ្ពស់ទន្ទឹមនឹងនេះតួនាទីរបស់សុំឆៃកាន់តែមិនសូវពាក់ព័ន្ធដោយសារតែជំនាញរបស់គាត់លែងត្រូវការទៀតហើយនៅទីបំផុតគាត់ត្រូវបានដោះលែងឬក៏បណ្តេញចេញដោយសារតែគាត់លែងមានលក្ខណៈសម្បត្តិដែលក្រុមហ៊ុនតម្រូវឬក៏ទាមទារទៀតហើយសុំឆៃសោកស្ដាយដែលមិនបានកែលម្អឬក៏មិនបានចូលរៀនវគ្គបណ្ដុះបណ្ដាលដើម្បីពង្រឹងសមត្ថភាពឬក៏ជំនាញរបស់ខ្លួនប៉ុន្តែដល់ពេលនេះវាយឺតពេលណាស់ទៅហើយមេរៀនអំពីរឿងនេះគឺគេចង់បង្ហាញថាការមិនបានអភិវឌ្ឍខ្លួនឯងអាចធ្វើឲ្យអ្នកត្រូវគេទាត់ចោលឬក៏បណ្តេញចោលឱកាសច្រើនតែមកពីការរៀនសូត្រតែប៉ុណ្ណោះអ្នកដែលមិនព្រមរៀនសូត្របាត់បង់ឱកាសដ៏មានតម្លៃពិភពលោកកំពុងតែផ្លាស់ប្ដូរឥតឈប់ឈរអ្នកដែលមិនផ្លាស់ប្ដូរជាមួយនឹងពិភពលោកនឹងក្លាយទៅជាមនុស្សហួសសម័យរបៀបអភិវឌ្ឍខ្លួនឯងនឹងឆ្ពោះទៅមុខកំណត់គោលដៅច្បាស់លាស់សួរខ្លួនឯងថាតើខ្ញុំចង់ទៅទីណាក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀតនេះកំណត់គោលដៅសម្រាប់ការកែលម្អខ្លួនឯងដូចជាការរៀនជំនាញថ្មីឬក៏បង្កើតទម្លាប់ដែលល្អប្រសើរជាងមុនទទួលយកការរៀនសូត្រអានសៀវភៅសិក្សាវគ្គអនឡាញឬក៏ចូលរៀនវគ្គបណ្ដុះបណ្ដាលទាក់ទងទៅនឹងអាជីពនិងចំណាប់អារម្មណ៍របស់អ្នកដើរចេញពីតំបន់សុខស្រួលរបស់អ្នកដែលគេហៅថា comfort zone សាកល្បងអ្វីដែលអ្នកមិនធ្លាប់ធ្វើពីមុនមកដូចជាការនិយាយជាសាធារណៈឬក៏ជាការចាប់ផ្ដើមអាជីវកម្មខ្នាតតូចមួយកុំខ្លាចការបរាជ័យរាល់ការបរាជ័យជាមេរៀនដែលជួយអ្នកឲ្យរីកចម្រើនស្ដាប់ការយល់ឃើញរបស់អ្នកដទៃឬក៏មតិយោបល់របស់អ្នកដទៃកុំសន្មតថាអ្នកតែងតែត្រឹមត្រូវតែងតែល្អជានិច្ចនោះបើកចិត្តទូលាយទទួលយកដំបូន្មានពីអ្នកដែលមានបទពិសោធន៍រៀនពីភាពជោគជ័យនិងភាពបរាជ័យរបស់ពួកគេអភិវឌ្ឍជំនាញគឺជាភស្តុតាងមួយនាពេលអនាគតធ្វើបច្ចុប្បន្នភាពទៅលើនិន្នាការសកលដូចជារៀនពី AI ពីទីផ្សារ Digital ឬក៏កម្មវិធីផ្សេងៗដែលទាក់ទងទៅនឹងភាពរីកចម្រើនជឿនលឿននៃពិភពលោកបង្កើនជំនាញទំនាក់ទំនងរវាងបុគ្គលនិងទំនាក់ទំនងផ្សេងផងដែរការបរាជ័យក្នុងការអភិវឌ្ឍខ្លួនឯងធ្វើឲ្យអ្នកជាប់គាំងនៅនឹងកន្លែងដដែលហើយធ្វើឲ្យអ្នកបាត់បង់ឱកាសអ្នកដែលមិនព្រមរៀនអ្វីដែលថ្មីច្រើនតែឃើញឬក៏ចាត់ទុកខ្លួនឯងថាត្រូវបានគេបោះបង់ចោលបើចង់ជោគជ័យត្រូវតែរៀនហើយនឹងធ្វើឲ្យរីកចម្រើនទៅមុខជានិច្ចពិភពលោកមិនឈប់ដើរទៅមុខទេតើអ្នកដើរទៅមុខឬក៏នៅស្ងៀមឬក៏ដើរថយក្រោយ